អ្នកនាំចូលហ្នឹងគាត់ខ្ជិលប្រឡាក់អញ្ចឹងគាត់នាំចូលទៅវាធូរតម្លៃពលកម្ម ចាំបើសិនជាផលិតផលខ្មែរថ្លៃជាងផលិតផលនាំចូលតើខ្មែរយើងគួរបន្តគាំទ្រផលិតផលខ្មែរទៀតដែរឬទេចា៎ ខ្ញុំយល់ថាត្រូវតែគាំទ្រ ចា៎ ដោយសារអីបើយើងពិនិត្យទៅលើតម្លៃផលិតផលនាំចូលហើយនិងតម្លៃផលិតផលខ្មែរនៅក្នុងស្រុកអត់មានអីខុសគ្នាឆ្ងាយទេខ្ញុំលើកឧទាហរណ៍ដូចជាក់ស្ដែងហ្មងទៅដូចប្រេងកាឡាទៅប្រេងកាឡាដែលគេនាំចូលមកស្រុកខ្មែរយើងណា ចា៎ ខុសត្រូវគ្នាថោកជាងផលិតផលនៅក្នុងស្រុកច្រើនបំផុត100រៀលលុយខ្មែរហើយផលិតផលនៅក្នុងស្រុកតម្លៃថ្លៃជាង100រៀលលុយខ្មែរហ្នឹងបើយើងគិតឲ្យដិតដល់មែនតើណាខ្ញុំថា100រៀលហ្នឹងគឺចំណេញទៅដល់សេដ្ឋកិច្ចច្រើនជាងការនាំចូលត្បិតតែផលិតផលនាំចូលវាថោកយើងពិនិត្យលើអីគេខ្លះយើងពិនិត្យទៅលើការផលិតរបស់ផលិតផលខ្មែរនៅក្នុងស្រុកគាត់លក់តម្លៃថ្លៃជាង100រៀលហ្នឹងគាត់មានហេតុផលនៃតម្លៃនឹងថ្លៃជាងមូលហេតុអី ដោយសារអីគាត់ទិញវត្ថុធាតុដើមមកថ្លៃគាត់ប្រើកម្លាំងពលកម្មច្រើនមែនទេដោយសារការផលិតរបស់គាត់តែដោយសារតែសង្វាក់ផលិតកម្មដែលគាត់ធ្វើផលិតហ្នឹងទៅតាមតម្រូវការទីផ្សារជាក់ស្ដែងនៅក្នុងស្រុកហើយអ្វីដែលយើងត្រូវគិតបន្តទៀតថាតម្លៃថ្លៃតែ100រៀលនៅក្នុងមួយមុខនៃផលិតផលប្រេងកាឡាដូចគ្នាប៉ុន្តែគាត់ជួយទៅដល់ប្រជាជនតាមមូលដ្ឋានបានច្រើនបង្កើតការងារឲ្យគាត់ធ្វើខ្ញុំលើកឧទាហរណ៍ដូចប្រេងកាឡាមួយអញ្ចឹងគាត់ប្រេងកាឡាមួយនៅក្នុងស្រុកយើងគាត់ផលិតពាក់ព័ន្ធជាមួយនឹង វត្ថុធាតុដើមរបស់គាត់គោលហ្នឹងគាត់យកប្រេងស្លឹកគ្រៃយកមកផលិតគាត់យកប្រេងបច្ចៈយកមកផលិតមែនទេហើយសមាសធាតុវត្ថុធាតុដើមទាំងអស់ហ្នឹងគឺវាមាននៅក្នុងស្រុកអញ្ចឹងគាត់មិនទៅទិញពីប្រជាជនគាត់មិនទៅទិញពីសហគមន៍នៅក្នុងមូលដ្ឋានអញ្ចឹងសហគមន៍មូលដ្ឋានគាត់មិនទទួលបានចំណូលពីការទិញវត្ថុធាតុដើមពាក់កណ្ដាលសម្រាប់ពីសិប្បកម្មឬក៏រោងចក្រនៅក្នុងស្រុកហើយគាត់យកទៅលក់នៅក្នុងទីផ្សារនៅពេលដែលផលិតផលសម្រាប់របស់គាត់ប្រេងកាឡាមួយដបហ្នឹងណានៅក្នុងទីផ្សារហើយធៀបជាមួយនឹងផលិតផលប្រេងកាឡានាំចូលថ្លៃជាងគ្នាតែ100រៀលហ្នឹងមូលហេតុអីបានប្រជាជនយើងមិនពិចារណាកន្លែងហ្នឹងហើយមិនគាំទ្រផលិតផលខ្មែរយើងគាំទ្រផលិតផលនាំចូលហាក់បីដូចជាយើងសម្លាប់ផលិតផលនៅក្នុងស្រុកអញ្ចឹងណា ចា មានន័យថាផលិតផលដូចគ្នាអញ្ចឹងយើងគួរពិចារណាថាតើយើងគួរគាំទ្រផលិតផលនាំចូលដើម្បីសម្លាប់ផលិតផលនៅក្នុងស្រុកដែលមានដូចគ្នាហ្នឹងឬក៏យើងយល់ថាឲ្យតែរបស់ថោកយើងត្រូវគាំទ្រហើយគាំទ្ររបស់ដែលនាំចូលថោកហ្នឹងតើជារបស់ខ្មែរយើងឬក៏របស់បរទេសបាត់តែខ្មែរយើងនាំចូលមកមែនប៉ុន្តែផលិតផលហ្នឹងគឺជាផលិតផលបរទេសគេផលិតឲ្យមិនមែនជាផលិតផលដែលខ្មែរយើងផលិតដោយខ្លួនឯងទេអ្នកនាំចូលហ្នឹងគាត់ខ្ជិលផលិតអញ្ចឹងគាត់នាំចូលទៅវាធូរតម្លៃពលកម្មគាត់ចាយតែលុយថ្លៃដើមផលិតផលដែលជួលរោងចក្រនៅខាងក្រៅគេផលិតឲ្យអញ្ចឹងណាដាក់ឈ្មោះគាត់ដាក់អក្សរខ្មែរទៅហើយទៅធ្វើទីផ្សារថាជាផលិតផលខ្មែរហើយនោះក៏ជាការបោកបញ្ឆោតបន្លំព័ត៌មានមួយផងដែរ ព្រៀបមេឌៀចែករំលែកព័ត៌មាននិងចំណេះដឹង